chụp bọc sam trước bọn bên thợ thì bản thế chả ca sọt thuê cả sọt hay vì la bọn này cứ ban luôn bị chả ca này sân chỉ bong đăng vị tríแบบบพnhóm bong đăng từ sao mà cầm đặt tiền mấy đây bỏ ក្នុងឆ្នាំ2010ខ្ញុំនៅតកងអត្រៈគេឡើយ អូ ឆ្នាំ2011បងថ្លៃខ្ញុំឲ្យខ្ចីលុយទិញអត្រៈមួយគ្រឿងហើយមកដល់ទើបថប់ថ្ងៃនេះខ្ញុំមានដីចូល100ហិកតាអញ្ចឹងមានន័យថាដី100ហិកតាហ្នឹងវាមិនមែនជាវាជ្រុងមួយធំអញ្ចឹងផ្ទះតម្លៃ 4-5 ម៉ឺនវាជ្រុងទូចសម្រាប់ខ្ញុំទេចង់និយាយថាដីឯកជនដីកម្មសិទ្ធិផងខ្ញុំនឹងវាខ្ទង់100បាទហើយឆ្នាំបាននេះប្រហែលជាខ្ទង់54ហិកតាហើយ 54ហិកតា បាទតែនៅដាំបន្តទៀតអាចខ្ទង់លោដល់7ជាងបានដោយសារឥឡូវនឹងវារាំងពេកហើយពូនេះដាំហើយនឹងអត់ដែរត្រូវទឹកទេទៅត្រូវទឹកបានមួយមេនឹងយកជីនឹងមកដាក់ហើយដាក់តាំងពីដាក់ជីមកអត់ទាន់ត្រូវទឹកទៀតតាំងពីដាំមកអត់ទាន់ត្រូវទឹកទេតាំងពីដាំមកត្រូវទឹកបានតែមួយមេទេម្ដងគាត់ហើយត្រូវទឹកមួយមេនឹងហើយសង្វាតយកជីនឹងមកដាក់បាទតាំងពីដាក់ជីនឹងមកអត់ទាន់ត្រូវទឹកទៀតមើលដីឡើងស្ងួតរើអញ្ចឹងបាទ ដូចស្រស់ស្រាយដល់កូននេះ ខ្ញុំបញ្ញាប់ដែរបើយើងមិនបខំដាក់ជីហើយមិនបខំធ្វើជើងទេនៅពេលដែលអំពៅវាធំទៅយើងចូលធ្វើទៅវាបាក់អំពៅបាក់អំពៅហើយក៏ពិបាកនឹងកម្មករដាក់ជីដែរអញ្ចឹងបានសម្រុកដាក់ ហើយបងធ្លាប់ប្រើជីនឹងយូរហើយនៅចង់សួរសំណួរទៅចាស់បង ប្រើជីនឹងបាន2ឆ្នាំហើយឆ្នាំទី1ហ្នឹងដាំ14ហិកតាហ្នឹងប្រើជីនឹងដែរតែបានតែពូជទេអត់បានលក់ទេ14ហិកតាហ្នឹងបានតែពូជទេអញ្ចឹងឥឡូវនេះយើងបរិចបាន54ហិកតាហើយយើងនៅពូជ4ហិកតាទៀតយើងអាចបរិចបានជាង10ហិកតាទៀតអញ្ចឹងយើងដាំអាពូជ14ហិកតាហ្នឹងវាចូល70ហិកតាជាងហើយដើម្បីត្រៀមផ្គប់គង់ឲ្យបងគាត់ធ្វើស្ករហើយណាមួយជឿជាក់បាទជឿជាក់ហើយអំពៅនេះគឺធម្មជាតិទាំងអស់បាទមានន័យថាខ្ញុំប្រើជីហ្នឹងក៏ជីធម្មជាតិហើយជីទឹកដែលខ្ញុំផលិតបានចេញពីបងមកបងក៏ជួយប្រាប់រូបមន្តហ្នឹងផលិតយកមកបាញ់លើអំពៅហ្នឹងសិតតែជីធម្មជាតិទៀតអញ្ចឹងអំពៅនេះបើយើងយកម៉ាស៊ីនទៅវាស់វិញគឺប្រភេទអំពៅធម្មជាតិដល់ពួកជីអត់មានជីគីមីទេហើយជីទឹកដែលយើងស្រោចហ្នឹងក៏អត់មានជីគីមីដែរគឺជីធម្មជាតិទាំងអស់បាទត្រូវហើយទីទៀតខ្ញុំធ្វើស្ករធម្មជាតិដែរហើយដល់ពេលយើងផលិតចេញជាស្ករមកក៏ស្ករធម្មជាតិដែរហើយធានា 100% ថាធម្មជាតិដោយសារតែខ្ញុំនេះខ្ញុំធ្វើកសិកម្មនេះគឺខ្ញុំស្រឡាញ់ធម្មជាតិបាទអញ្ចឹងខ្ញុំអត់ចង់ប្រើគីមីបើខ្ញុំផ្ដាច់គីមីបានគឺខ្ញុំផ្ដាច់បណ្ដោយស្រឡាញ់ប៉ុន្តែចំណេញទេបងខ្ញុំអត់ទាន់ដឹងថាចំណេញមិនចំណេញទេតែពិនភាពអំពៅខ្ញុំនេះបើខ្ញុំថតឲ្យគេមើលហ្នឹងគេថាមិនក្រោមពីទិន្នផលវាមិនក្រោមពី50តោនទេក្នុង1ហិកតាអញ្ចឹងបើសិនជា50តោនខ្ញុំលក់បានតែ1គីឡូ200អញ្ចឹងវាអាចស្មើ10លានតែ10លានហ្នឹងយើងអត់ទាន់កាត់ចំណាយក្នុងការប្រមូលផលចំណាយក្នុងការដឹកជញ្ជូនយកទៅឲ្យគាត់បាទពួកគាត់ដឹងតែដល់អីវ៉ាន់ដល់ទីតាំងពួកខ្ញុំនឹងខ្ញុំដាក់ប្រមូលឲ្យដឹកជញ្ជូនយកទៅឲ្យគាត់ទៀតឥឡូវចេះសុំសួរបងវិញពួកបងតាមពិតទៅគឺជាថកែជីទេឥឡូវនេះបងប្រុសដំបងគាត់ដាំពៅទេបាទដាំពៅហ្នឹងគោដាំដលងបន្តដាំពៅហើយដល់ទៅទិញជីនឹងមកប្រើហើយឥឡូវដាំពៅហើយលក់ពៅហ្នឹងឲ្យថកែជីធ្វើស្ករវិញបាទយ៉ាងណាតាបងចឹងគាត់ការពារណាគាត់ថាអំពៅបើយកឲ្យគាត់ធ្វើស្ករហ្នឹងកុំឲ្យប្រើគីមីឲ្យប្រើផលិតផលរបស់គាត់ដើម្បីឲ្យដឹងថាផលិតផលហ្នឹងចេញពីធម្មជាតិដើម្បីគាត់ផលិតជាស្ករមកឲ្យទៅជាស្ករធម្មជាតិដូចគ្នាព្រោះយើងសន្យាក្នុងចិត្តឲ្យចង់ឲ្យប្រជាពលរដ្ឋយើងញ៉ាំរបស់ធម្មជាតិឲ្យបានច្រើនបាទអញ្ចឹងបើគិតមើលទៅ70ហាត់វាមិនមែនជាចំនួនតិចតួចបងប្អូនយើងអាចនិយាយថាវាច្រើនដែរតើក៏មិនតន់លើសលប់ដែរតែសំខាន់ឲ្យតែយើងចាប់ផ្ដើមអញ្ចឹងបងឧទាហរណ៍ថាឥឡូវបាទយើងដាំអំពៅទាំងអស់ហ្នឹងដើម្បីធ្វើទៅជាស្ករគេហៅស្ករអំពៅណាហ្នឹងហើយតាមពិត70ហាត់ដូចជាមិនច្រើនអាចផ្គប់គង់បានណាបងតែសំខាន់យើងចាប់ផ្ដើមយើងចាប់ផ្ដើមពីហ្នឹងទៅបាទឲ្យធំធាត់ទាំងអស់គ្នាមានន័យថាបើគាត់ផលិតក្នុងមួយហាត់ក្នុងមួយថ្ងៃគាត់ផលិតទាំង10តោនចូលចន្លោះ10តោន20តោនហ្នឹងយើងផ្គត់ផ្គង់បានរហូតមិនក្រោយពីកន្លះឆ្នាំទៅ1ឆ្នាំទេធ្វើម៉េចឲ្យវិលជុំនៅពេលដែលផលិតកម្មនឹងដើរហើយខ្ញុំមានផ្ទៃដីសម្រាប់ដាំបន្ថែមទៀតដើម្បីឲ្យវាវិលបានមកជុំនឹងបណ្ដោយលួចសើបគាត់ថាចូលរាប់រយហិកតា ពីនេះក៏ថាការសកម្មអត់ចំណេញបងដីអត់ទេឲ្យតែ70ហិកតានេះដីខ្ទង់70ហិកតានេះសិតតែដីខ្លួនឯងទេហើយដីដែលត្រៀមដាំ100ហិកតាជាងទៅ200ហិកតានេះដីអ៊ំនៅតឡូមិញខ្ញុំភ្ជាក់ចេះបងខ្ញុំសួរបង
បងនំតាណាតែមើលតកែអំពៅគេដាំអំពៅបងតកែអំពៅដល់មកឃើញតែเวลาធំពេកតែបងនិយាយលេងនិយាយម៉េច បាទដល់នេះជាកាយពៅទេ គាត់ថាបងដាំទៅឡូនដាំអីធ្វើតែកសកម្មឯងផ្ទះវិឡាប៉ុណ្ណាណៃគ្រាន់តែឃ្លាំងដាក់ជីប៉ុណ្ណាណៃហើយខ្ញុំសួរអំពៅមិនហាត់70ថាជុំអ្នកចការកសកររបស់យើងមិនធម្មតាណាចា មើលស្លឹកល្អដល់ហើយ បាទនេះបងឥឡូវសាកមើលតិចតើឥឡូវបងជិះតាមមើលតិចបងមើលតិចមើលចង់និយាយឆេបងនេះគឺអត់មានភ្លៀងផងល្អប៉ុណ្ណឹងចុះបើសិនជាមានភ្លៀងទៅវាល្អប៉ុណ្ណា ពេលដែលដាក់ជីហើយ បានតែ1មេហ្នឹងឯង ហើយអាហ្នឹងមុនដាក់ជីទៀត ខ្ញុំបខំគាត់ឲ្យដឹកជីមក11តោនណាខ្ញុំឥឡូវជី11តោនហ្នឹងដាក់អស់ហើយដាក់ចូលក្នុងនោះអស់ហើយតែតាមពីដាក់មកយើងអត់បានត្រូវទឹកភ្លៀងទេតែយើងគិតថាអំពៅប៉ុណ្ណឹងយើងទទួលយកបានហើយតែគាត់តែដីសើមយើងដាក់ជីអំពៅវាស្ទុះបានប៉ុណ្ណឹង បាទ អញ្ចឹងឃើញថតញ៉ាយខ្ញុំចង់ជឿ ដាក់បងក៏មើលផ្ទាល់ប៉ុណ្ណឹង អូយ ហើយនៅអាទូខាងនោះអីហ្នឹង បាទ នៅក្រហមនោះអីហ្នឹងវាដាំក្រោយអានេះយើងដាំវគ្គមុនយើងដាំហើយយើងតែអានោះក៏ដាក់ជីហើយដែរជីហើយទាំងអស់ទៀតភ្លៀង1មេហើយបើសិនជាបងមកផ្សារក្រោយទៀតថ្លៃជាងនឹងទៀត ល្អមក បាទអូសិតតែប្រាជីហ្នឹងបងណោះ បាទ ដោយសារតែយើងអាច លៀងមកបាទ លៀងមកហ្នឹងគឺវាលៀងបញ្ចេញធាតុម្ដងទៀតហើយ បាទតែនេះដោយសារអត់តាន់ភ្លៀងចឹងតែអត់តាន់លេទេ វាអត់លៀង អូ ហើយថ្ងៃក្រោយទៀតការងារគាត់នឹងរលូនដោយសារតែគាត់យកអំពៅទៅផលិតជាស្ករចេញកាកសំណល់មកកាកសំណល់អំពៅហ្នឹងទៅជាជីធម្មជាតិ ចង់វិលជុំបង បាទហើយជីធម្មជាតិហ្នឹងយកមកយកមកដាក់អំពៅវិញទៀត អូ បាទអញ្ចឹងឲ្យវិលជុំ ខ្ញុំឃើញពើពីអំពៅល្អ បាទ ឲ្យវិលជុំ ទេបងទឹកដណ្ដាំទី1ទៅហាក់ដូចជាមានទឹកចិត្តដល់ស្ដាប់មើលទៅគេ និយាយថាខ្ញុំធ្វើចការវាចូលជាង10ឆ្នាំហើយ12 13ឆ្នាំ បងអត់មានធ្វើផ្សេងការវិជ្ជការទេ បាទតែខ្ញុំដាំតាដលងមីឯង ជុំខ្ញុំសួរសុំមិនមានថាជិត10ឆ្នាំជឿបងអត់មានធ្វើអីទេ បាទ ទេចការសត ធ្វើចការសត ហើយវិឡាប៉ុណ្ណានេះគឺបានលើវិជ្ជការហ្នឹង វិឡាហ្នឹងមិនជ្រុងមួយទេសំខាន់តែអ្វីដែលសំខាន់ហ្នឹងយើងបានលុយវិជ្ជការហ្នឹងមកយើងមានលទ្ធភាពទិញដី ចុះខ្ញុំឃើញគេថាធ្វើចការខាតគ្រប់គ្នាអ្នកខ្លះគាត់ខាតអ្នកខ្លះគាត់ចំណាយមូលហេតុអីបង អាហ្នឹងដោយសារតែវាចាស់គាត់ថាមិនគាត់ថាធ្វើអីប្រកប អូ កំពុងលឹបលោ ក៏បាយលឹបលោ បាទធ្វើឲ្យប្រកបហ្នឹងមានន័យថាលុយក៏រត់រចូលផលក៏ចូលដែរ អូឥឡូវខ្ញុំសង្ខេបយ៉ាងខ្លីបងប្អូនបងគឺជាគេហៅថាកសិករមួយរូបដ៏ឆ្នើមហើយគាត់ដាំដុះ10ឆ្នាំជាងហើយគាត់អាចនិយាយថាចំណេញពីការគូសមដែរតែគាត់នៅសារចុងក្រោយមួយម៉ាត់ទេធ្វើឲ្យប្រកប បាទ នឹងឲ្យប្រកបព្រោះថាឲ្យប្រកបលឹបលោអាលទ្ធផលវាលឹបលោដូចគ្នាអញ្ចឹង លឹបលោដូចគ្នា បាទ ហើយបើសិនជាបងដឹងពីជីវប្រវត្តិរបស់ខ្ញុំបងនឹងទៅសើមកកម្រិតទៀត មិនដែរបង ក្នុងឆ្នាំ2010ខ្ញុំនៅតកងអត្រៈគេឡើយ អូ ឆ្នាំ2011បងថ្លៃខ្ញុំឲ្យខ្ចីលុយទិញអត្រៈមួយគ្រឿងហើយមកដល់ទើបថប់ថ្ងៃនេះខ្ញុំមានដីចូល100ហិកតាអញ្ចឹងមានន័យថាដី100ហិកតាហ្នឹងវាមិនមែនជាវាជ្រុងមួយធំអញ្ចឹងផ្ទះតម្លៃ 4-5 ម៉ឺននេះវាជ្រុងទូចសម្រាប់ខ្ញុំទេចង់និយាយថាដីឯកជនដីកម្មសិទ្ធិផងខ្ញុំនឹងវាខ្ទង់100បាទហើយ អញ្ចឹងអាទាំងអស់ហ្នឹងកើតឡើងពីគំនិតហ្នឹងឯង បាទកើតឡើងពីការតស៊ូរបស់យើងហ្នឹងឯង បាទ អញ្ចឹងបើសិនជាយើងគិតថាយើងវិលមកវិញណាយើងវិលបកក្រោយមកវិញក្នុងឆ្នាំ2010យើងនៅធ្វើកម្មករឲ្យគេឡើយទេ អូ បាទអញ្ចឹងចូល2011បានយើងមានលទ្ធភាពមានអត្រៈមួយគ្រឿងហ្នឹងរស់ស៊ីបដាភ្ជួរឲ្យជីឈ្នួលគេបដាធ្វើចការបដាហើយមកលោតដល់ឆ្នាំ2025-26នេះគឺរយៈពេល14ឆ្នាំនេះយើងមានដីឯកខ្លួនឯងហ្នឹងវាខ្ទង់100បាទហើយ អូ បាទអញ្ចឹងអានេះជាមោទនភាពសម្រាប់ខ្ញុំមានន័យថាបើសិនជាអ្នកដតីគាត់មិនសរសើរក៏ខ្ញុំសរសើរខ្លួនឯងដែរអញ្ចឹងបងគិតថាបងធ្វើចការមកហើយបងចេញមកដូចមានធម៌ពលដោយសារតែពីមុនមកខ្ញុំកម្មករគេឡើយហើយខ្ញុំមានម្ចាស់ការដល់ខ្លួនឯងដល់ប៉ុណ្្នឹងសួរថាបងមិនសរសើរខ្ញុំក៏ខ្ញុំសរសើរខ្លួនឯងដែរវាជាការលើកទឹកចិត្ត ហើយចិត្តតែច្បាស់លាស់ វ៉ាវ ខានណាដូចខ្ញុំធ្វើជីចឹងប្រឹងប្រែងមើលចិត្តតែយើងមិនឲ្យកើត បាទឥឡូវ បរាជ័យគឺអត់ កុំឲ្យតែយើងធ្វើចការនៅនេះអារម្មណ៍យើងមិនដែលដងនៅឯនោះអាហ្នឹងយើងអាចបានជោគជ័យឥឡូវដាក់ចិត្តនៅនេះ បាទ នេះយើងចង់ដឹងថាអំពៅយើងខ្វះអីឥឡូវនៅខ្វះតែទឹកភ្លៀងនេះ បាទ បាទជីថ្នាំអីយើងបំពន់ឲ្យអស់
ជីទឹកជីគោកឲ្យយើងមានត្រៀមឲ្យអស់ បាទឥឡូវចេះបងខ្ញុំសង្ឃឹមថាវីដេអូនោះនឹងមានបងប្អូនប្រជាពលរដ្ឋជាច្រើនដែលគាត់នឹងចង់តាមដានប៉ុន្តែដោយសារនីតិវែងពេក បាទ អញ្ចឹងជួបបងនៅវីដេអូក្រោយទៀតហើយនឹងប្រហែលជាភ្លៀងមួយមេគឺ10000ទៀតដែរ បាទសុំភ្លៀងមួយមេ បាទ ឥឡូវនេះក្នុងអំឡុងខែ3នេះវាកម្ដៅឡើងចូលដល់38 39រងថ្ងៃ បាទ នេះ តែនៅទៅ ហើយ ខៀវ តែយកយើងប្រើជីនឹងហើយខ្ញុំទទួលស្គាល់ថាអំពៅផងខ្ញុំបងឲ្យឃើញនេះ បាទបាទ ហើយបងឲ្យមកតាមផ្លូវឃើញកម្ដៅថ្ងៃមិញគឺក្ដៅហួតហើយសំបីតែអ្នកបើកឡានជីខាងក្រោយហ្នឹងក៏ហុយទលោមហើយកម្ដៅក្ដៅ អូ ដែរ ប៉ុន្តែចេះអូខ្ញុំនៅឃើញប្រធានបទមួយបងបងប្រាប់ខ្ញុំថាចេះជីដែលយើងផលិតដែលយើងប្រើអញ្ចឹងកសិករតសាគ្រប់គ្នាទាំងអស់ទិញម្ដងហើយទិញម្ដងទៀតចេះតែបារម្ភជីដែលយើងបង្កើតថ្មីហ៎បងហើយបងថាល្អជាងមុនអ្វីតែបងខ្ញុំចង់សួរយោបល់ខ្លះនឹងតិចបង ក៏បាន ចាំ ប្រើ ចាំទៀតចាំពេលចេញក្រុងហ្នឹងមកហើយនឹងឲ្យកសិករយើងដែលធ្លាប់ប្រើជីចាស់ហ្នឹងគាត់ធ្លក់របស់ថ្មីទៀតហ្នឹងហើយសុំលាក់បន្តិចសិនណោះ សំលាក់តិចសិនបង ហ្នឹងហើយ ចេះបងប្អូនតិចទៀតរូបប្រពន្ធជីថ្មីនឹងម្ដងឥឡូវពងបោះពុំករងឈ្មោះចុះជីអស់ហើយដែលសំខាន់ទៅសល់ករង ឥឡូវហ្នឹងសម្ភារៈដែលយើងទិញមកត្រៀមលក្ខណៈហ្នឹងគឺហើយ បាទ តាំងពីរូបសម្រស់ក៏ស្អាតជាងមុនដែរ អូ តែឥឡូវចាំធ្វើវីដេអូក្រោយអញ្ចឹងអរគុណច្រើនបងអរគុណ